បាទសួស្តីបងប្អូនអរគ្នាក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូននេះពាក់ព័ន្ធនឹង CapCut ហើយនឹង Adapt Premiere បាទអញ្ចឹងពាក់ព័ន្ធនឹង CapCut ឥឡូវខ្ញុំប្រើ standard ទេបាទ standard សូម្បីតែ standard ឥឡូវហ្នឹងយើងបងលុយហើយហ្នឹងណាឥឡូវហ្នឹងចេញ logo ទៀតពេលដែលយើងចង់បិទ logo វាឲ្យយើង update ទៅ Pro បាទវាសាហាវមែនតើនេះបងប្អូនឃើញជាប់ logo អត់ពេលយើងចង់បិទ logo ហ្នឹងវាឲ្យយើងនឹង update ទៅ Pro ទាំងយើងនឹងកំពុងតែប្រើ standard ដែលយើងបងលុយរួចហើយបាទហើយនិយាយរួមទៅពីមុនយើងអាចបិទបានឥឡូវបិទលែងបានទៀតបាទតែនៅក្នុង user device ខ្លះខ្ញុំបិទបានតែអានេះអត់បានទេតើកាលណាយើង update ហើយគឺជាប់នៅនឹងហ្មងហើយកាលណាចង់បិទតតែ update ទៅ Pro ហើយ Pro ហ្នឹងបងប្អូនមើលទៅ Pro ហ្នឹងមួយឆ្នាំត្រូវបងវា60រៀលទៀតនេះ5999ហើយសាហាវដល់ថ្នាក់ហ្នឹងឥឡូវខ្ញុំមកប្រើជាមួយ Adapt Premiere វិញបាទអញ្ចឹងការ Adapt Premiere នេះទោះបីជាយ៉ាងណាក៏វាស្រួលមួយយ៉ាងដែរព្រោះការងារយើងអត់ច្រើនទេបាទយើងគ្រាន់តែយកវីដេអូមកដាក់ speed ទេកាលណាយកវីដេអូមកដាក់ speed អញ្ចឹងវាអត់សាំញ៉ាំច្រើនបាទយើង add ចូលមកយើងអាចមើលបាទវានេះយើងថែម speed ការងារខ្ញុំនេះគឺរូបភាពហ្នឹងយើងធ្វើដើម្បីដាក់ speed បាទតែប៉ុណ្្នឹងមកវាអត់សាំញ៉ាំអូខេអញ្ចឹងយើងអាចបរិយអីធម្មតាហ្នឹងមកហើយក៏យើងអាចនេះអូខេនេះហើយយើងអាចបន្ថែមពណ៌អីធម្មតាដូចជា CapCut អញ្ចឹងអូខេយើងអាចធ្វើ white contrast black អីធម្មតាដូចគ្នាគ្រាន់តែ function មួយចំនួនវាអត់អាចលឿនដូចCapCut ហ្នឹងទេប៉ុន្តែCapCut ហ្នឹងបងលុយហើយឥឡូវត្រូវឲ្យបងបន្ថែមទៀតវាឆ្ងាញ់ផងហ្នឹងអញ្ចឹងក៏ជប់ប្រើវាទៅបាទហើយឥឡូវយើង render ទៅហើយ render ក៏ដល់ 4K ដែរយើងអាចជ្រើស60 frame បាន high speed ទៅថ្លៃវាធំពេកខ្ញុំចូលថា20 30 frame 25 frame ទេបងប្អូនគេពេល select ទៅមេកបាយឡើងតាមហ្នឹងនេះ 4K ហេពេលនេះ1080តាម 9K 9នេះដល់ពេល 4K រហូតដល់ 51K 50 MB ទូទៅយើងដាក់ធម្ម1080ក៏បានដែរបងប្អូនចង់ច្បាស់ខ្លាំងយក 4K ទៅខ្ញុំយក 4K ទៅ51 MB យើង start អញ្ចឹងពេលយើងយក 4K ហ្នឹងល្បឿន speed ហ្នឹងក៏តាមនឹងដែរណាប៉ុន្តែវីដេអូនេះខ្ញុំថតធម្ម1080ទេចេះ render ដល់ 4K អានេះអាស្រ័យលើបងប្អូនទាំងគ្នាទេបាទអូខេឥឡូវខ្ញុំគាត់តែបញ្ជាក់ប៉ុណ្ណឹងពាក់ព័ន្ធនឹង CapCut ឥឡូវហ្នឹងវាលប់ឡាយបាត់ហើយបាទហើយយើងបងលុយឲ្យគេណា standard ខ្ញុំមកប្រើ standard បងប្អូនឃើញ standard ហើយនៅពេលដែលដាក់ new video នេះឥឡូវខ្ញុំយកវីដេអូចូលបងប្អូនឃើញជាប់ logo អត់បាទវាឆ្ងាញ់ថងហ្នឹងនេះវាបដូរ logo ទៅឲ្យយើងដាក់ជាមួយនឹង Pro ជួញ Pro ទៀតជួញ Pro បងលុយឲ្យវាពីមុនពេលដាក់ standard ទៅអា logo នឹងបាត់បានតែឥឡូវអត់ទេកាលណាវា update ហើយចប់បដ ாய் ឥឡូវចង់បិទវាតោះតែជួញ Pro ឥឡូវឈប់ប្រើវាអរគុណខ្ញុំគ្រាន់តែបញ្ជាក់ប៉ុណ្ណឹងហើយអានេះគឺ Adapt Premiere បងប្អូនគ្នាដែលប្រើឥឡូវវាថ្មីកំពុងថ្មីវាអត់អីទេទៅទៀតមិនដឹងថាមិនដែរទេអរគុណអានេះចែករំលែកដល់បងប្អូនគ្នាទេណាទោះបីជាបងលុយក៏ដោយឥឡូវវា update ទៅ Pro ម្តងទៀត